នាយករដ្ឋមន្ត្រីថៃស្នើប្រធានាធិបតីបារាំងគាំទ្រដល់ការចរចាទ្វេភាគីកម្ពុជាថៃស្តីពីព្រំដែនលោកស្រីផែថងឋានស៊ីនវត្រានាយករដ្ឋមន្ត្រីថៃបានពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីបារាំងលោកអេម៉ានុយអែលម៉ាក្រុងនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះក្នុងនោះក៏មានពិភាក្សារឿងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃផងដែរស្ដីពីស្ថានភាពព្រំដែននាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានបានរំលឹកឡើងថាប្រទេសថៃប្រកាន់ខ្ជាប់ខ្ជួននៅគោលការណ៍នៃការដោះស្រាយដោយសន្តិវិធីដោយភាពស្មោះត្រង់ដោយឈលលើទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាងឯកភាពអាស៊ាននិងច្បាប់អន្តរជាតិលោកស្រីនៅតែជឿជាក់ថាការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយដោយស្ថាបនានិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកនាយករដ្ឋមន្ត្រីថៃគូបញ្ជាក់បន្ថែមទៀតថាប្រទេសថៃនៅតែបន្តគាំទ្រដល់គណៈកម្មាធិការព្រំដែនចម្រុះ JBC ថៃកម្ពុជាហើយសង្ឃឹមថាប្រទេសបារាំងក្នុងនាមជាដៃគូអន្តរជាតិជិតស្និទ្ធនឹងដើរតួក្នុងការគាំទ្រដល់កិច្ចពិភាក្សាដល់កិច្ចការបន្តការចរចាទ្វេភាគីថៃកម្ពុជាដល់ការបន្តការចរចារវាងកម្ពុជានិងថៃជាការឆ្លើយតបប្រធានាធិបតីបារាំងបានទទួលស្គាល់ពីបំណងរបស់ថៃហើយថានឹងពិចារណាលើការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាហើយនេះបើយោងទៅតាមការចុះព័ត៌មានរបស់ The Nation ហើយរហូតមកដល់ពេលនេះថៃនៅតែប្រកាសជំហរចរចាទ្វេភាគីជាមួយនឹងកម្ពុជាដោយមិនព្រមឡើងទៅតុលាការអន្តរជាតិ ICJ ជាមួយកម្ពុជានោះទេប៉ុន្តែសម្រាប់កម្ពុជាបញ្ហាវិវាទព្រំដែននេះគឺមិនអាចដោះស្រាយត្រឹមកម្រិតចរចាទ្វេភាគីនោះបានទេដូច្នេះមានតែតុលាការអន្តរជាតិតែប៉ុណ្ណោះទើបអាចបញ្ចប់វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ដោយសន្តិវិធីនិងយូរអង្វែងកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការអន្តរជាតិ ICJ រួចរាល់ហើយដើម្បីឲ្យជួយដោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ទាំង4នោះ